បាទជាបឋមគឺបានសូមទ្រព្យអាដាមលោកជាលោកមន្ត្រីនាងកញ្ញាបងប្អូនដែលមានវត្តមានទីនេះសំខាន់គឺការកម្មដែលជាចាក់បង្កើនសាយសិល្បៈដ៏សកម្មរបស់យើងនៅពេលថ្ងៃនេះសូមគ្រប់បងប្អូនស្ថាប័នសហវត្តកម្ពុជាដែលមានវត្តមានទីនេះទាំងអស់ទីមន្ត្រីខ្ញុំសូមថាបានទេខ្ញុំសូមឈរនិយាយចំណងហើយឈរនិយាយស្រួលយើងអង្គុយឲ្យមានថាឲ្យមានជាថាពីខ្លះអានទៅខ្លះវិញនិយាយស្រួលពេកអញ្ចឹងថ្ងៃនេះគឺខ្ញុំមកធ្វើកម្មវិធីរបស់មួយហៅថាអង្គរសង្ការនិងការអប់រំយុវជនដើម្បីបន្តជាតិសកលផលបញ្ហាប្រឈមនិងចាក់វិស័យទៅអនាគតដូច្នេះខ្ញុំបានឈ្មោះសុខសប្បាយណាស់សូមអរគុណអង្គស៊ីដែរតាមពិតខ្ញុំជាលោកទេមិនចាយអង្គទេជាលោកសុខសប្បាយណាស់ទេយកដំណើរឲ្យបងប្អូននេះប្រធានសហភាពសហព័ន្ធកម្ពុជាមិនវិកិតយុទ្ធវិក័យដែរដែលបានចូលរួមក្នុងវគ្គបណ្ដាលអ្នកបង្កើនតាមដៃវប្បធម៌យុវជននៅតាមប្រទេសនេះខ្ញុំក៏សូមថ្លែងអំណរដល់ក្រុមគ្រូបកបសិល្បៈដែលរៀបចំការវគ្គបណ្ដាលដល់ពីតម្លៃច្រើនហើយក៏ដូចជាក្រុមការងារគូពេញបងប្អូនរៀបចំវគ្គបណ្ដាលនេះដែលបានបកកាត់ឲ្យច្បាស់ទេឯកសារសូមជួយបញ្ជាក់ដែរថាឯកសារដែលបានចែកជូននោះគឺថាមាន PowerPoint ចំនួន2អញ្ចឹងក្នុង2នោះគឺថាក្នុង2នោះគឺថាមួយនោះគឺមួយថ្មីចំពោះដាក់ហើយចំពោះមួយនេះចំពោះឯកសារនេះគឺថាឯកសារដែលខ្ញុំសម្បត្តិធ្វើថ្មីគឺប្រធានបទនេះទាំងដល់ចំពោះ PowerPoint មួយទៀតគឺ PowerPoint ចំពោះព្រឹត្តិការណ៍អង្គរសង្ការដែលក្រុមការងារកិច្ចការអង្គរសង្ការបានយកទៅទូកបង្ហាញក្រសួងស្ថាប័នវិស័យឯកជននានាដើម្បីចូលរួមនិងបង្ហាញអំពីអ្វីទៅជាកិច្ចការអង្គរសង្ការអញ្ចឹងចំពោះ PowerPoint នេះគឺខ្ញុំបានទុកជាឯកសារដើម្បីសកម្មការអស់បានអានឯកសារជាស្វែងយល់បន្ថែមពីកម្មវិធីព្រឹត្តិការណ៍អង្គរសង្ការរីឯតែពីនេះគឺមួយនេះគឺជាខែទីហើយនឹងខែពេញម៉ូរបស់ព្រឹត្តិការណ៍អង្គរសង្ការរបស់យើងតាំងពីដំណោះនេះក្នុង5ហើយចំពោះមួយនេះគឺអិសរាជទូទៅរបស់មានទូទៅពេលដែលភ្ញៀវទេសចរជាតិអន្តរជាតិទៅសកម្មភាពអាចការឯកសារនេះដើម្បីជួយយកព័ត៌មាននឹងសូមឲ្យថាពេលវេលាខ្ញុំបានចូលទៅទៀតបទតែម្ដងខ្ញុំបានថ្ងៃនេះស្របទៀតបទនេះខ្ញុំបានមានចំណុច6ពិភពលើកមកនិយាយគឺទី1ខ្ញុំសូមនិយាយសង្ខេបអំពីសកម្មភាពសហភាពសហព័ន្ធកម្ពុជានិងប្រវត្តិរបស់សហភាពសហព័ន្ធកម្ពុជាទី2ខ្ញុំលើកឡើងអំពីវប្បធម៌នៃធម៌ទី3ខ្ញុំលើកឡើងអំពីអង្គរសង្ការតាមពិតព្រឹត្តិការណ៍អង្គរសង្ការធ្វើឡើងគោលម្ដងអីធ្វើឡើងរបៀបណាចំពោះទី4ខ្ញុំលើកឡើងអំពីតើព្រឹត្តិការណ៍អង្គរសង្ការអប់រំយុវជនដើម្បីវប្បធម៌ជាតិតាមរបៀបណាទី5ខ្ញុំនិយាយពីសមិទ្ធផលបញ្ហាប្រឈមនិងចាក់វិស័យដល់របស់ទៀតហើយទី6ខ្ញុំនិយាយថាជាកតបកិច្ចរបស់យុវជនក្នុងការថែរក្សានិងអភិវឌ្ឍវប្បធម៌ជាតិរបស់យើងបើមានអ្នកស្គាល់សូមពូមីបងប្អូនស្រីគុំការអីហើយមានសំណួរក៏អាចជួយទៅដល់បានហើយយើងក៏មានបន្ទុកក្នុងសាររីបន្តិចបន្តួចដែរហើយអាចសួរសំណួរបន្តិចបន្តួចហើយអាចបានមានកងឯងសហភាពសហព័ន្ធកម្ពុជាដើម្បីទុកជាចំណូលសាររីអញ្ចឹងមុនចាប់ដើមយើងមានវីដេអូខ្លីមួយហើយ2នាទីទេសម្រាប់កម្មវិធីសរសៃកបាទយើងសូមទស្សនាលេខនេះបាច់ត្រឡប់ទេមានតោះវែងស្មួយតែមកហើយយើង3ទៅបានអូស្លោទៅតែការតោះចាប់ដល់បានមែលហើយស្រាប់ចាប់ដល់ចាំ
chia thôi từng ngày mà nhớ ta luôn chỉ hiền mong đi chân một lần nữa quay đai cần lo để sống không chim cầm tay ôm bom đồng chiều lên trên làng chia tay để xóa và số một con này là những kia cam viên môi trường luôn là còn xã viên xã quan trên Campuchia chứ xã viên xã quan trên Campuchia hai các tha so có cứ chia cái nặng sẽ là trong từ liên về phụ mẫu tốt cho ngài những cưng về phânប្រកាន់ទូសាសន៍បោះសម្បូរឋានៈឬក៏ភេទឬក៏នាការនយោបាយផ្សេងគឺដើម្បីប្រមូលទៅធ្វើយ៉ាងណាឲ្យអភិវឌ្ឍកម្ពុជាទៅជាថាឲ្យមានការក្តីសង្ឃឹមមានអនាគតរុងរឿងឲ្យជឿជាក់ទៅខ្លួនឯងការអនាគតរបស់ខ្លួនឯងឲ្យមានថាឯកភាពពលរដ្ឋភាពសន្តិសន្តិភាពប្រជាធិបតេយ្យនិងវិបុលសោះក្នុងនោះដែរគឺយើងគោលម្ដងថាយុវជនគឺជាពពាំងស្នងរស្មីយុវជនគឺជាថាស្នងរបស់ប្រទេសជាតិក្នុងផ្នែកអនាគតដូច្នេះយុវជនត្រូវតែមានសមត្ថភាពនិងមានទម្រួលក្នុងទៅខ្ពស់ក្នុងការសម្រេចចិត្តព្រោះថាការសម្រេចចិត្តរបស់យើងមិនមែនទៅតែប៉ះពាល់ដល់ខ្លួនយើងទេដល់ពេលថាការសម្រេចចិត្តរបស់យុវជនយើងប៉ះពាល់ដល់គ្រួសារប៉ះពាល់ដល់សង្គមក្នុងប្រទេសជាតិយើងទាំងមូលទាំងដងដូច្នេះនេះថាចង់ពង្រឹងពីសេចក្តីអំពើរបស់យុវជនសសយកគឺការកាត់ផ្នែកថ្ងៃ2ធ្នូឆ្នាំ1998តែពេលនោះហៅថាសមាគមសាមគ្គីយុវជនសង្គមកម្ពុជាគឺថាតាមនោះគឺយើងជាកម្លាំងស្នូលវិញដែលជួយស្រួលរំលំរបបប្រល័យពូជសាសន៍ពលពតទាំងឡាយដល់ពេលឆ្នាំ1992យើងបានលើសារមហាសន្និបាតកម្ពុជាយើងបានកែសម្រួលទៅជាសមាគមយុវជនកម្ពុជាតើតែថ្ងៃនេះថ្ងៃទី3ខែវិច្ឆិកាឆ្នាំ2012យើងបែរផ្នែកទៅជាសហភាពសហព័ន្ធយុវជនកម្ពុជាវាចង់ប្រមូលគុំយុវជនគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិយើងនៅក្នុងវិស័យគ្រប់ស្រទាប់សង្គមនេះដើម្បីឆ្លើយតបសង្គមបំណងចាក់វិស័យរបស់សហភាពសហព័ន្ធកម្ពុជានោះគឺយើងបានមានសកម្មភាពមួយចំនួនដែលចែកទៅជា6វិស័យគឺទី1ការស្វែងយល់ពីប្រវត្តិសាស្ត្រដោយសារប្រវត្តិសាស្ត្រគឺជាកត្តាដែលមួយសុទ្ធគត់ដែលបានឲ្យជនជំនាន់ក្រោយស្វែងយល់អំពីអតីតកាលរបស់ខ្លួនឯងស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួនឯងដើម្បីកុំឲ្យប្រវត្តិសាស្ត្រដែលជាខ្មៅមិត្តទៅជួបជាប់ត្រឡប់វិញហើយប្រវត្តិសាស្ត្រនេះគឺជាអត្តសញ្ញាណរបស់យើងប្រវត្តិសាស្ត្រមានប្រវត្តិសាស្ត្រជួបជាប់មានប្រវត្តិសាស្ត្រឯកឯងប៉ុន្តែយើងត្រូវទទួលស្គាល់ប្រវត្តិសាស្ត្រទាំងអស់របស់ប្រទេសជាតិយើងឲ្យតម្លៃទទួលស្គាល់ហើយនេះហើយគឺយើងឲ្យតម្លៃអត្តសញ្ញាណរបស់ខ្លួនយើងអញ្ចឹងសសយកបានជំរុញនៅកម្មវិធីមួយចំនួនច្រើនដើម្បីឲ្យយុវជនបានស្គាល់ពីប្រវត្តិសាស្ត្ររបស់ខ្លួនគេបានរៀបចំប្រគំតន្ត្រីក្នុងពុកផែនភូមិជនក្នុងបាតភូមិក៏ដូចជាបោះជំរំនៅខេត្តចេះស្រុកស្នួលដែលជាកន្លែងដែលថាដំណាក់សេពីគ្រូមួយប្រព័ន្ធ978នោះក៏ដូចជាយើងបានធ្វើប្រពន្ធតលគឺជំនាញទៅយើងខាត់ដល់ជនរងគ្រោះនៅឯរបបដៃពុសាពលពតដែលចាក់មណ្ឌលតម្លៃពុសាជាតិឯករៀងរាល់ឆ្នាំហើយនឹងយើងក៏បានមានការទស្សនកិច្ចសិក្សានិស្សិតទៅសាលាកិច្ចផ្នែកផងដែរខ្ញុំសូមទៅលឿនយ៉ាងព្រោះមានពេលតែ1ម៉ោងអញ្ចឹងមានតែពេលខ្លីតិចចឹងខ្ញុំនិយាយលឿនស្រាប់ផងតែយើងសូមការជួយព្យាយាមតាមពីដល់មួយទៀតគឺវិស័យអប់រំអញ្ចឹងដោយសារសក្តានុពលរបស់យុវជនដោយសារសារៈសំខាន់នៃយុវជនដែលជាកម្លាំងស្នងរស្មីហើយតែជាបន្តវិញធ្វើយ៉ាងណាឲ្យប្រទេសជាតិបន្តមានការសន្តិភាពរួមគ្នាសុខភាពនិងស្ថិរភាពក្នុងការអភិវឌ្ឍនេះគឺយើងត្រូវជំរុញ
ធនធានមនុស្សឲ្យទៅមុខដូច្នេះហើយគឺសរសេរក៏តាំងពីឆ្នាំ2013ហូតដល់ឥឡូវនេះគឺយើងបានផ្ដល់អាហារូបករណ៍ចំនួន870កន្លែងជូនដល់យុវជនទូទៅហើយយើងបានមានវគ្គបណ្ដុះបណ្ដាលនៅថ្លៃតាមខេត្តនានាយើងបានកើតវគ្គសិក្ខាសាលាតិចតិចបញ្ចូលរួមប្រធានបទសំខាន់និងចូលរួមសិក្ខាផ្សេងៗទៀតដែលក្រសួងឬក៏ស្ថាប័នឬក៏សមាគមផ្សេងៗដែលយើងចង់ឡើងក៏ដូចជាយើងចាំទៅនេះយើងក៏បានដោយការមានការសម្ដែងរំលឹកតែអប់រំយើងបានចូលរួមជាអ្នកសង្កេតការប្រឡងជុំសិក្សារយៈភូមិឆ្នាំ2019ហើយឆ្នាំនេះយើងបន្តចូលរួមទៀតហើយដោយសារការប្រឡងមានការរឹតបន្តឹងជាងសពតយកគ្រប់ខេត្តបានរៀបចំការប្រព័ន្ធថាប្រព័ន្ធមានគ្រូស្ម័គ្រចិត្តចូលរួមនៅថ្លៃតាមខេត្តហើយតាមកំណត់គឺបងបញ្ញាសុផាណានៅទីផ្សារក៏ទៅទីខេត្តទីវិជ័យអញ្ចឹងបងដឹងហើយតែវិជ័យកំពុងតែមានសកម្មភាពនឹងដែរក៏មួយវិស័យកីឡាដើម្បីធ្វើឲ្យយុវជនទៅជាអ្នកដឹកនាំបន្តវេនដល់សកម្មហើយជៀសវាងអំពើបាយមុខក៏ដូចជាគ្រឿងញៀនឬក៏អំពើអភិវិបាសាយនោះគឺយើងជំរុញឲ្យមានសកម្មភាពសាមគ្គីភាពដូច្នេះយើងមានកីឡាថាបាល់ទាត់ Soccer League ដែលរៀបចំរយៈពេល3ឆ្នាំហើយឆ្នាំនេះក្នុងខែធ្នូយើងនឹងមានកម្មវិធី Soccer League ម្ដងទៀតគឺទូទាំងប្រទេសតែម្ដងយើងមានកម្មវិធីបាល់ទះយើងមានលើកស្ទួយកីឡាជើងការកម្ពុជាផងដែរក៏ដូចជាមានពានរង្វាន់អន្តរជាតិស្ថាប័នតែខែ10ក្នុងមួយខែនេះគឺនឹងចែកចាប់ដើមទៅហើយជាងមួយទៀតគឺសកម្មភាពការងារសង្គមនិងមនុស្សធម៌អញ្ចឹងអាសាថាយុវជនយើងដើម្បីដាស់តឿនអារម្មណ៍និងបញ្ញាអប់ឲ្យយុវជនថាកតាបិច្ចរបស់ខ្លួនចំពោះសង្គមរបស់ខ្លួនយើងមិនអាចសួរឲ្យថាតើសង្គមអាចបន្តអ្វីយើងបានទេតែសួរថាតើយើងអាចបន្តអ្វីទៅសង្គមយើងបានជាងដើម្បីដាស់តឿននិងបញ្ញាអារម្មណ៍យុវជនយើងបានយកចំកម្មវិធីក្នុងការងារសង្គមនិងមនុស្សធម៌យើងបានយកចំវិធីការយុវជនក្នុងក្នុងសាយើងបានរៀបចំនីការសវត្ថភាពចរាចរណ៍ផ្លូវគោកក៏ដូចជាដល់ជា1000លីត្រក៏ដូចជាប្រឆាំងមហារីកមកស្ពតនៅបតស្រីនិងយើងបានជួយគ្រប់គ្រងនៅឧបត្ថម្ភគ្រប់គ្រងរបស់សមាគមអង្គការផ្សេងៗផងដែរមានទីនេះមាន Happy Tree មានកាមេរ៉ាមានផ្ទះបាយកុមារក៏ដូចជាយើងបានជួយប្រជាជនក្នុងគ្រោះអន្តរាយពិសេសគឺគ្រោះទឹកជំនន់ជាដើមហើយបានជួយនៅខេត្តសៀមរាបចំនួន1800គ្រួសារក៏ដូចជាឆាប់ទៅម្ដងនេះគឺមានការត្រឡប់វិញទទួលពលករមកពីប្រជាជាតិថៃដូច្នេះ20,000នាក់មកច្រកប៉ោយប៉ែតការបើយើងបានគិតថាកម្ពុជាអាហារការសាក់នៅហើយការកាត់ជញ្ជូនរបស់គាត់ចឹងគឺអាចចូលរួមជាមួយរដ្ឋាភិបាលដើម្បីជួយសម្របសម្រួលក្នុងការទទួលពលករទាំង20,000នាក់ចូលរួមមកប្រទេសទៀតនេះមួយទៀតគឺថាការពង្រឹងតំណងសាមគ្គីភាពជាមួយស្ថាប័នជាតិនិងអន្តរជាតិដើម្បីផ្ដល់ឱកាសបន្ថែមឲ្យយុវជនយើងចូលរួមស្មារតីស្មារតីស្មារតីនិងនៃយុវជនប្រទេសមួយដែលជាសម្ដែងពេញលេញនោះគឺយើងបានមានចុះអនុស្សាវរីយ៍ជាមួយប្រទេសនានាដូចជាប្រទេសចិនប្រទេសវៀតណាមប្រទេសសហរដ្ឋអាមេរិកជាដើមយើងបានរៀបចំព្រឹត្តិការណ៍យុវជនអាស៊ីលើកទី21យើងបានសហការជួយរៀបចំទីថាប្រជុំប្រទេសខ្វះប្រទេសនៅប្រទេសកម្ពុជាយើងក៏ដូចជាបានជួយទទួលហៅថាយុវជនអាស៊ីអាគ្នេយ៍កប៉ាល់នាវាយុវជនអាស៊ីអាគ្នេយ៍ដែលហៅថាស្យាក់នោះគឺលើក41ឆ្នាំទៅនៅប្រជាកម្ពុជាយើងផងដែរលើកទី1ដែលប្រទេសកម្ពុជាទទួលស្យាក់លើក41នោះហើយក៏យើងចុងក្រោយយើងបានរៀបចំកម្មវិធីមួយហៅថាមហោស្រពយុវជនអន្តរជាតិផងដែរដែលមានការចូលរួមពីប្រទេសផ្សេងៗទៀតទាំងអាស៊ីទាំងអាស៊ានទាំង10ពុកនៅប្រទេសជីវិតចំនួន5ទៀតមួយទៀតគឺកម្មវិធីទាក់ទងនឹងការលើកតម្កើងវប្បធម៌សាសនាដោយសារយុវជនយើងមានកាតព្វកិច្ចដើម្បីថែរក្សាដើម្បីការពារដើម្បីលើកស្ទួយដើម្បីផ្សព្វផ្សាយវប្បធម៌អរិយធម៌ប្រជាជនហើយដូច្នេះសរសេរក៏បានជំរុញឲ្យវិស័យសកម្មភាពលើវប្បធម៌សាសនានេះដែលសំខាន់ធំជាងគេបំផុតគឺប្រតិការអង្គសកម្មដែលខ្ញុំទៀតបង្លើកឡើងពីពីទៅយើងមានហៅស្របវប្បធម៌យើងអន្តរជាតិយើងមានបុណ្យចូលឆ្នាំប្របីនេះអញ្ចឹងមិនមែនថាយើងទៅតែធ្វើអង្គសកម្មទេសហភាពសហព័ន្ធកម្ពុជាតាមខេត្តមួយបានរៀបចំបុណ្យចូលឆ្នាំប្របីជាការប្រកបតាមខេត្តមួយទោះបីជាខ្នាតទូជាកម្មអង្គសកម្មដែរយើងក៏មាន
ក្រុមប្រកាសតាមខេត្តមួយក៏ដូចជាមានយឹមយូរបុណ្យប្រសាទបូជានិងបុណ្យអុំទូកក៏ដូចជាបុណ្យផ្សេងៗទៀតដែលជាសំខាន់របស់ខ្មែររបស់យើងហើយចូលទៅដល់ទី2ថាអ្វីជាអរិយធម៌និងវប្បធម៌ជាងថាក្នុងអរិយធម៌គឺមានពីរផ្នែកសង្គមគឺមានវប្បធម៌និងសង្គមធម៌ហើយក្នុងវប្បធម៌សង្គមធម៌3ផ្នែកសង្គមរបស់ខ្លួនទៀតដែលមានចំណេះដឹងនិងការផ្សព្វផ្សាយនិងការអនុវត្តសង្គមធម៌មានសង្គមសម្ភារៈមានសង្គមវិធីហើយនិងទំនាក់សង្គមដើម្បីថាឲ្យគ្រប់ពាក្យបានយកពោលពីបច្ចេកទេសសម្រាប់សង្គមណាចឹងថាអរិយគឺថាសម្ដៅលើពីថាស្វែងរករុងរឿងពងពោះចម្រុងចម្រើនឯធម៌មានន័យថាសម្ភារៈទ្រទ្រង់ឈ្មោះទៅរកអត្តភាពយើងមើលគេថាពាក្យថាអរិយធម៌គឺបបោមកគឺថាធម៌ទាំងឡាយណាដែលកើតឲ្យមានសេចក្តីសុខចម្រើនសេចក្តីយូរលាស់គ្រប់វិស័យរួមទាំងផ្នែកស្មារតីសម្ភារៈសិល្បៈប្រពៃណីទំនៀមទម្លាប់វិទ្យាសាស្ត្រទស្សនវិជ្ជានិងដឹកនាំសង្គមមនុស្សទៅរកភាពថ្លៃថ្នូររុងរឿងសន្តិភាពដែលផ្ទុយនឹងអំពើប្រិយផ្ស័យចំពោះវប្បធម៌វិញវប្បធម៌មានន័យថាសំណាបទម្រួងនិងបណ្ដុះបណ្ដាលយើងពាក្យថាវប្បធម៌គឺថាធម៌tôi hay làចឹងចំពោះវប្បធម៌គឺថាធម៌ទាំងឡាយណាដែលធ្វើឲ្យមានការរីកចម្រើនលូតលាស់ក្នុងសង្គមនិងរចនាទុមនុស្សឲ្យមានភាពថ្លៃថ្នូរពងពោះតាមរយៈការសិក្សាអប់រំឲ្យមានចំណេះវិជ្ជានិងបញ្ញាស្មារតីស្វាហាប់ក្នុងនោះគឺចំណេះដឹងគឺមានអ្វីចំណេះដឹងគឺការជំនឿវិជ្ជាគឺសាស្ត្រវិជ្ជាចំពោះការកំណត់ផ្សាយគឺថាមានភាសាមានអក្សរសាស្ត្រហើយនឹងមានព័ត៌មានជាដើមចំពោះការអនុវត្តនោះគឺមានការអប់រំមានទំនៀមទម្លាប់មានក្បែរពីប្រៃពីឡាយជាដើមនឹងជាការអនុវត្តផ្ទាល់ចំពោះសង្គមធម៌គឺថាធម៌ទាំងឡាយណាធម៌វិធីរបៀបរៀបចំសង្គមមនុស្សឲ្យមានសភាពគម្រោងនិងលក្ខណៈចម្រើនលូតលាស់គឺមានន័យថារៀបចំសង្គមឲ្យរស់នៅក្នុងថាស្រួលប្រកបដោយគ្រឿងសម្ភារៈគ្រប់គ្រាន់និងមានសភាពល្អប្រសើរអញ្ចឹងនេះគឺសូមលើកឡើងជាបន្តិចបន្តួចអំពីវប្បធម៌និងអរិយធម៌មុននឹងឈានទៅដល់រាយរាប់អំពីព្រឹត្តិការណ៍ពលកម្មហើយនឹងមានវីដេអូខ្លីទៀតអំពីព្រឹត្តិការណ៍ពលកម្មជា highlight របស់ព្រឹត្តិការណ៍ពលកម្មសូមការពិចារណា4 là do chúng nó bị còn đọc
เอาไปตามสไตล์เรือกันหน้าเรือนั่นนี่เลยนี่យើងចូលវិញគឺថាពេញសូមបង្ហាញអំពីថោប៉ុនមួយទៀតអំពីថោប៉ុនដែលជារបស់ព្រះការពុទ្ធកាដែលក្រុមការងារបានបង្ហាញទៅក្រសួងស្ថាប័នជាវិស័យឯកជនពាក់ព័ន្ធនោះគឺការที่ខ្ញុំបង្ហាញអត់ជាទូគប់អស់ថោប៉ុនតិចបាទយល់ពីមុំម្ដងមិនសកម្មនៃពុទ្ធកាយើងរៀបចំព្រឹត្តិការណ៍ពុទ្ធកានេះតាំងពី2013មកគឺសំភារៈការចូលរួមអង្គសាសនាពិធីបុណ្យចូលឆ្នាំថ្មីប្រទេសខ្មែររបស់យើងហើយការចាប់ផ្ដើមរបស់ព្រះកៅពុទ្ធកា2013នោះគឺថាមានការចាក់អារម្មណ៍ពីលោកជាហ៊ុនម៉ាណែតជាចក្រយុទ្ធស៊ូស៊ូបយ័នគឺគាត់មានគំនិតមួយថាចង់ឃើញប្រជាជនខ្មែរពាក់អាវពាក់ប្រពៃណីលេងបែបជាប្រៃនៅមុខសាសនាអ្វីនេះបានជួបជាមួយអាយដាមហ៊ុនម៉ាណែតជាប្រធានសភាសង្គមកម្ពុជាបានជិះគំនិតឡើងហើយពេលនោះគឺមានក្រុមការងារចំនួន5ផ្សេងទៀតបានចូលជុំដើម្បីជំរុញណាសូមឲ្យប្រការក្រុមការដើម្បីបានកាត់ឡើងព្រោះពេលនោះគឺយើងពិបាកមែនទែនគឺថាទីមួយគឺថាតើយើងបាក់ពយល់អ្នកគ្រប់គ្រងអ្នកជួយគ្រប់គ្រងយើងថាតើកម្មវិធីអីតើរៀបចំបានទូទៅអត់តើមនុស្សប្រមាណអ្នកមកចូលរួមតើសុខភាពមានមិនដែរអញ្ចឹងមានកត្តាច្រើនដែលត្រូវការគឺហើយបន្ថែមថាភាសាគុំពីនឹងយល់ពីសំខាន់គឺគុំពីរៀបចំហើយហើយប្រការកូនការនេះដល់បាន3ឆ្នាំហើយគឺយើងរៀបចំឡើងដោយសារសំខាន់នៃបបធម៌និងអរិយធម៌របស់យើងគឺដើម្បីផ្សារភ្ជាប់បបធម៌និងអរិយធម៌នៅទីតាំងដែលជាសក្ការៈទីតាំងពីក្នុងខ្មែរគឺនៅក្នុងអង្គរវត្តនៅប្រតាំងអង្គរវត្តគឺនៅក្នុងវត្តវិជាអង្គរទាំងអស់ហើយប្រការកូនការនេះគឺជាកម្មវិធីធំជាងគេរបស់សហភាពសហព័ន្ធយុវជនកម្ពុជាហើយរៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រទេសជាតិខ្មែរយើងក៏មានជាគូសារមួយមហាគូសារខ្មែរទាំងមួយគឺជារឿយៗពេលតែយើងបុណ្យចូលឆ្នាំខ្មែររបស់យើងគឺយើងតែទៅភូមិកណ្ដាលភូមិកណ្ដាលរបស់ខ្លួនអបអរសាទរក្នុងមានជាគូសារទាំងមួយនេះអត់មានខុសឆ្គងទេប៉ុន្តែក៏ថាពីសហព័ន្ធជាកម្ពុជាក៏ចង់មានគំនិតមួយថាចុះបើយើងអាចពង្រីកគូសារទៅទៅជាមហាគូសារខ្មែរដើម្បីអបអរសាទររបស់ប្រទេសទាំងនោះជាបានគំនិតព្រឹត្តិការណ៍ពលកម្មឡើងវាជារសារនៃការអភិវឌ្ឍពីការងារដូច្នេះហើយគឺយើងប្រកបខ្លះទៅការទីឆ្ងាយពីគ្រួសារដើម្បីបំពេញការងាររបស់ខ្លួនជាឱកាសដើម្បីយើងសម្រាប់ការងារដកបំពល់ពីជីវិតមកចូលរួមអបអរសាទរលើកស្ទួយបបធម៌អរិយធម៌ជួបជុំគ្នាសប្បាយគ្នាដើម្បីលើកស្ទួយបបធម៌អរិយធម៌យើងក្នុងកិច្ចការក្នុងការហើយក្នុងនោះក៏ខ្ញុំសូមជួយការនេះផ្សាយអំពីដល់ក្រសួងស្ថាប័នអាជ្ញាធរពាក់ព័ន្ធកម្លាំងប្រដាប់អាវុធវិស័យឯកជនសប្បុរសជនក៏ដូចជាសហគ្រិននិងយុវជនខ្មែរទាំងអស់បានចូលរួមធ្វើយ៉ាងណាអត្តការកោតការបានជោគជ័យជាពិសេសនេះគឺក្រសួងវប្បធម៌និងសិទ្ធិបត្តិគឺក្រសួងបានជួយដុតដែលយើងខ្លាំងមែនទែនហើយយុវជនមានការខុសខាច្រើនក្នុងការរៀនសូត្រពីក្រសួងពីសាស្ត្រាចារ្យដូច្នេះហើយគឺ
មានការសហការគ្នាដ៏ស្អិតរមួតហើយមានការយល់គ្នាទៅវិញទៅមកដើម្បីធ្វើណាឲ្យការប្រកាសបានជោគជ័យនោះគឺថាយើងចង់រំលឹកឡើងវិញនឹងធ្វើឲ្យរូបវត្តនៅមរតកបេតិកភណ្ឌអរូបីរបស់ជាតិយើងនៅលើទីតាំងមរតកបេតិកភណ្ឌរូបីគឺនៅក្នុងវិជាគោលរបស់យើងទាំងនោះទី3វាចង់ពង្រីកកិច្ចការកុសលការឲ្យខ្លាយជាកិច្ចការអន្តរជាតិមួយដើម្បីអន្តរជាតិក្នុងតំបន់ទូទាំងលោកបានស្វែងយល់ថាខែ4នៅបច្ចុប្បន្នកម្ពុជាគឺមានទីប្រជុំនៃប្រទេសជាតិខ្មែររបស់យើងពួកយើងមានប្រឱកាសឲ្យយុវជនប្រជាពលរដ្ឋជាជាតិអន្តរជាតិបានចូលរួមស្វែងយល់បន្ថែមពីវប្បធម៌ប្រតិធម៌សាសនាជំនឿទំនាក់របស់យើងហើយដើម្បីបន្តអភិរក្សនិងអភិវឌ្ឍវប្បធម៌នេះរបស់សង្គមហើយដើម្បីលើកស្ទួយជាឆានភាពយើងជាតិយើងនៅលើឆាកអន្តរជាតិផងដែរយើងបានបំផុសគំនិតដើម្បីចូលរួមសាមគ្គីក្នុងមួយដើម្បីបន្តអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិយើងនៅក្នុងសម័យថាសកលពិភពពាណិជ្ជកម្មសម័យថ្មីនេះដែលមានការហូរចូលគាត់វប្បធម៌អន្តរជាតិច្រើនគោលបំណងទីនោះគឺថាយើងចង់បង្ហាញវប្បធម៌សិល្បៈនៃការចែករំលែកគ្នាការរាប់អាននិងការសម្ដែងគ្នារវាងខ្មែរនិងខ្មែរយើងបានអញ្ជើញកុមារកំព្រានិងជនពិការចូលរួមទស្សនាយើងធ្វើជួយយើងដើម្បីបានចូលរួមទស្សនាលេងបែបសិប្បៈរបស់ឬចូលរួមសកម្មភាពផ្សេងៗទៀតរបស់បរិការកុសលការនេះដើម្បីឲ្យស្មើដៃស្មើជើងរបស់ជនក្នុងជាវត្តប្រទេសយើងផងដែរហើយយើងក៏បានផ្ដល់ឱកាសឲ្យជាផ្ដល់ឱកាសឲ្យអាជីវករសហគ្រិននៃវិស័យឲ្យតាំងបង្ហាញផលរបស់គាត់ហើយចង់ជំរុញវិស័យទេសចរនៅប្រទេសកម្ពុជាយើងដឹងហើយថាខែ12គឺ high season ខែ4នៅសៀមរាបគឺហៅ low season យើងអត់សូវមានទេសចរទេចាក់ឧស្សាហកម្មជំរុញកុំឲ្យថាពុះទៀតពិភពច្រើននេះធ្វើមានការលំបាកដល់ប្រជាពលរដ្ឋในការរស់ស៊ីនៅតំបន់នោះជាងហើយគឺយើងរំពឹងថា50%នេះក៏ដែរសកម្មផលឆ្នាំដល់នេះគឺចិត្តដល់មួយនេះចិត្តទ្វេដងអ្វីដែលយើងបន្តទីនេះគឺបង្ហាញអំពីសម្ព័ន្ធបន្តទៅនេះគឺសិតតែព្រឹត្តិការណ៍កម្មវិធីផ្សេងៗទៀតមកពីការកូនការដែលបានគឺមានអូខេទៅហើយក៏ដូចជាក្នុងឯកសារហើយដល់តែតាមពេលវេលាហើយពី3គឺសូមថាអត់ទីចូលជំរឿនចូលដល់ PowerPoint ទីសូមបកមក PowerPoint ទី1វិញរបស់យើងយើងបន្តមកទៀតគឺខ្ញុំចង់និយាយអំពីថាតែយើងស្វែងយល់ពីអ្វីគឺការបង្ការគោលបំណងអ្វីបបផលអរិយធម៌សំខាន់គឺថាពីពិតអស់ក៏ដូចជាសេចក្ដីកម្មអស់បានយល់ទៅហើយដូច្នេះឥឡូវយើងអត់ថាតើកុសលការក្នុងការអប់រំយុវជននិងដើម្បីអប់រំយុវជនដើម្បីវប្បធម៌ជាតិនេះតាមរបៀបណាចឹងយើងមាន6កត្តាក្នុងដែលក្រុមការងាររបស់ខ្ញុំតបានចូលរួមវិសាស្ត្រភាសាគ្នាគិតគូរមកគឺថាတော့អញ្ចឹងគឺកត្តាទី1គឺថាចរន្តការងារការរៀបចំបរិការកុសលការអញ្ចឹងបរិការកុសលការគឺទី1អាចារ្យរបស់គឺមានគណៈកម្មការរៀបចំបរិការកុសលការតែកម្មការគឺមានក្រុមការងារប្រតិបត្តិដែលជាលេខាធិការដល់គណៈកម្មការរៀបចំបរិការកុសលការក្រៅពីមេធាននោះគឺមានមេធាន2ប្រគំគេហៅថាក្រុមការងារចូលក្នុងកម្មវិធីនិងក្រុមការងាររៀបចំកម្មវិធីក្រុមការងាររៀបចំកម្មវិធីគឺក្រុមការងារដែលរៀបចំកម្មវិធីរបស់ដោយថាលបែងជាព្រៃរបាំជាទឹកភូមិខ្ញុំនេះគឺជាក្រុមរៀបចំកម្មវិធីចំពោះក្រុមការងារចូលក្នុងកម្មវិធីដូចជាក្រុមការងារសវត្តសំសុខចរាចរណ៍ក្រុមការងារដឹកជញ្ជូនក្រុមការងារស្នាក់នៅក្រុមការងារពិធីការក្រុមការងាររចនានិងផ្សព្វផ្សាយនេះជាក្រុមការងារចូលក្នុងកម្មវិធីជាចំពោះគណៈកម្មការនិងក្រុមប្រតិបត្តិគឺធ្វើយ៉ាងណាឲ្យមានសម្រស់សម្រួលព័ត៌មានអ្នកសំណងឲ្យស៊ីជម្រៅរវាងក្រុមនិងក្រុមហើយបើត្រូវការសម្រេចចិត្តព្រមព្រៀងបើត្រូវការឲ្យគណៈកម្មការសម្រេចចិត្តនោះតែសំខាន់គឺសម្រស់សម្រួលនិងអ្នកសំណងរវាងក្រុមនិងក្រុមឲ្យបានស៊ីជម្រៅឲ្យបានរលូនហើយយើងស្ម័គ្រចិត្តរបស់គណៈកម្មការឆ្នាំ2015គឺមាន3079នាក់មកពីបណ្ដាខេត្តក្រុងនានាជាក់ស្ដែងនៅទីមានជ័យគឺ100នាក់ដែលគាត់ទទួលខុសត្រូវឬខាងមហាគួននិងបណ្ដាទីពុក3ដែលគាត់បញ្ញានឹងស្រាប់គាត់គឺជារបស់ភិរិទ្ធសន្ទុះរបស់ភិរិទ្ធនឹងស្រាប់គឺគាត់គឺជា MC របស់កម្មវិធីណាគោក3ដែរបងណាមកឈរឲ្យគេមើលស្គាល់ទេបង
ហើយដូចជាគ្រូអ្នកគ្រូការគឺអ្នកគ្រូនារីនេះដែរគឺអ្នកគ្រូបានជួយប្រជាការកសិកម្មប្រទេស3ឆ្នាំហើយអ្នកគ្រូជួយតាំងពីរបាយជាប្រៃតាំងពីមហោស្រពហើយកម្មពីសាសនាគ្រូខ្ញុំ chất như còn hát hay dùng cho là trên là riêng trong rô thành thả ca kia rồi bị công rô có được viên ở đây ban rồi luôn chi phí cứ sang chi tiết ai cần tiếp những sản phẩm khác người ta phương ca được công là bây chẳng cũng xài rồi nhưng mà sang chi tiết hay ai cần tiếp không hiện định rồi sang chi tiết đây là những ai sang chi tiết cứ ai chẳng cũng xài rồi mà từ một người ta sang chi mà mình thay những phương ca được như là ai tiếp hiện định ai cần tiếp nên taจึงไอ้ผมยึดจับไอ้เนี่ยตัวอย่างนั้นเอาไอ้การมีสมุนไม่ได้ทางการก็ดูมุนไม่ได้เหมือนแม้ยืนไปถึงปีเพื่อไอ้ผมน้องมือเต้คือปีนั้นใครจะมุ้ยไอ้ผมน้องมือฉะนั้นนี่จะจัดการระดับปีสามปีไอ้เก็บไอ้เก็บให้เปิดเรื่องเกี่ยวกับเกี่ยวกับวิ่งเกี่ยวกับทางผมก็สนิทมือnhóm chỉ một cô và nhóm mơ bị khác nhóm cứ nhóm mơ khuyên là một mùi thì thực ra mơ bong của mình mơ khá lúc cứ một mùi xèn kìa chứ một nhóm áo những cái tổng lái thà thực sự thì mấy cái bạn tìm lại không nhưng mà bạn mơ khuyên được thành mùi đi chứ mà những thô ca thì không sang đi không mùi áo những con thì mình ngon cứ mơ khuyên thực sự thì cứ mùi là pin linh hai bạn đi dùng lái thành hai là thấy tích không ca không chạy chứ thì mỗi lúc người taរួមគ្នាពិសាបោះស្រាយសម្រាប់នៅផែនការមួយអញ្ចឹងយើងមាន24ក្រុមក្រុមមួយមានប្រជុំជារឿយៗហើយជារាល់ខែ24ក្រុមជួបជុំគ្នាមានអង្គប្រជុំធំមួយជាក្នុងអង្គប្រជុំទាំងអស់នោះតែសប្បាយខ្លួនតាំងប្រជុំធំគឺសមាជិកទាំងអស់មានឱកាសដើម្បីបញ្ចេញមតិចូលរួមហើយនឹងចេញមតិចូលរួមបោះស្រាយសម្រាប់ការផ្សេងៗរបស់ប្រជាការទាំងអស់ទាំងនោះគឺបានទៅខកឲ្យអស់ចូលរួមយកចំទីពីរគឺផ្ដល់នូវមតិយោបល់និងការណែនាំពីគ្នាទៅវិញទៅមកក្នុងនៃស្ថាបនាពេលរៀនធ្វើការជាក្រុមយើងយល់ថាខ្លួនយើងប្រការខាងណាខ្លួនយើងចំណុចអត់ស្អាតកន្លែងណាយើងអាចកែសម្រួលខ្លួនយើងឲ្យទៅវិញបានកន្លែងណាដែលយើងអាចថាអភិវឌ្ឍខ្លួនយើងបានដូច្នេះហើយគឺពេលដែលយើងមិនហើយចាត់ចោលឱកាសរៀនស្គាល់ខ្លួនឯងហើយនឹងចោលឱកាសដែលយើងឲ្យយោបល់ដើម្បីសព្វនាមិនមែនvì được lái tới đã phải ăn chung thế người ta ao được có ao được tết là vay sập nào quân dân mai tận bên là có tận thì vì thì bây cứ thân không phân phái qua vô thì nghe từ bên từ bộ là luôn đi từ trong người quân dân một bị sai không nhiều cái chủngนี้không nhiều giúp nó sẽ làm không nhiều chứ mình cho mất cùng đất không nhiều chứ mình ta phải vô thà ta hay là mấy ba thì bọn cô dân một tháng tiếp có cái thằng này ta cũng nên quất lo bài ná chúng ta sau bài ná ai sử dụng bài ná chứ với một ai tha và đó cha cũng được cái cháu kiểu này thì spy vô dần spy nhất âm tệ bị bỏ chứ người ta thực chất ở từ luôn từ liền trong ca cái vầy muối hai ca ở vô kia từ bên bố ca group kia từ bên bố hai ca chia sai từ bên bố ấy là bên phương ở sang kịp khi mà anh chỉ đi chia từ bố kia là bây ai luôn chỉ thông môi trong càng đi luôn một tí cứ luôn kết luôn mưa nên luôn từ con trời giờ cái bây giờ đơn lái cứ luôn kết ọt tiền hay bây giờ những luôn ọt thì luôn kết chung thì ai thì thấy giờ là luôn thử tôi bây càng kia nó còn mấy càng như rồi giờ khi những bác khác giờ trời cho luôn chui phương rồi mấy bạn chụp trình vì phương hai cái ta từ luôn không trời miền trời mình ai ta từ luôn trời còn từ luôn không vào đi cho nên tôi từ tu con trời cho không tiền từ tu con trời hay từ tu con trời hai cái gì để thà dương dốt và ra cháy khi mà ra cháy chỉ bắt cái sao là bây ăn bọc luôn trên một tiền và mẹ dốt cái ra cháy là bây thà nhưng ra cháy ra nhưng họ chơi cái gì và mẹ tiền thì chắc ăn bọc chụp phút không biết đầu tiên lúc là vô cháy là đừng mình vô cháy từ ca sợi cọ từ mình là ta với các chúng ta ta có soi con được nào một tiết cứ phải khai cho nó đi ta mình chọn thì mình chọn con hay sao tôi chia mình hết tôi chia đua sao thành quỷ vậy ta có miếng cu khác ca hơi thì còn bay hai miếng cô nè hai thân bay đi trong bên ô mấy miếng
អ្នកដែរគឺគាត់អនុប្រធានក្រុមការងារមួយក្នុងប្រតិការរបស់ការគាត់អតីតមុននេះគូនដឹកនឹងជាសង្សារចុះបានទទួលវិញ្ញាបត្រហើយគាត់ក៏បាន propose ឲ្យគ្នាគាត់ហើយខាងនារីក៏អូខេដែរអញ្ចឹងគឺថាចាក់បានចាក់ដៃគ្នាហើយជាគូថ្មីទៀតរបស់ប្រតិការរបស់ការយើងដែរគឺតែវិធានជួយ មួយទៀតកត្តាទី3គឺថាការត្រៀមខ្លួនការទទួលខុសត្រូវនិងទំនុកចិត្តលើខ្លួនឯងក្នុងភាពជាអ្នកដឹកនាំដូចខ្ញុំបានលើកឡើងពីដំបូងការសម្រេចចិត្តរបស់យើងឥឡូវនេះមិនមែនប៉ះពាល់ខ្លួនយើងទេទឹកភ័ក្រគ្រួសារសង្គមនិងប្រទេសជាតិយើងសិតតែប៉ះពាល់ក្នុងការសម្រេចចិត្តមួយរបស់យើងចិត្តក្នុងការសម្រេចចិត្តមួយរបស់យើងត្រូវមានការចិត្តគិតពិចារណាឲ្យបានច្បាស់លាស់គិតឲ្យបានគ្រប់ជ្រុងគ្រប់ជ្រោយឲ្យសម្រេចហើយពេលសម្រេចហើយត្រូវហ៊ានទទួលខុសត្រូវដោយត្រូវចេះទៀមខ្លួនដោយក្រុមការងារខ្លះប្រការបរិការក្រុមការងារខ្លះគឺតែបានថាសម្រេចចិត្តរៀបចំប្រការបរិការហើយត្រៀមខ្លួន10ខែមុនក្រុមការងារចាប់ដើមរៀបចំតាំងពីខែ6ឆ្នាំ2014ដើម្បីចេញទៅចាក់គុកវិស័យបរិការ2015ចេញទៅរៀបការចេញ10ខែមុនទៀមខ្លួនពីឆ្នៃប្រឌិតនិងពីទទួលខុសត្រូវរបស់បុគ្គលមួយទៀតនោះគឺថាភាពដាក់នាំយើងត្រូវយល់ថាពេលណាឱកាសមកដល់យើងហើយពេលណាឱកាសល្អមកដល់យើងហើយពេលដែលយើងឃើញថានេះជាឱកាសហើយតើយើងអាចចាប់ឱកាសបានអត់ពេលយើងចាប់ឱកាសបានហើយតើយើងអាច make the most របស់ឱកាសបានអត់លើពីល្អពីលើទៀតពីការចាប់ឱកាសហើយយើងអាចបង្កើតឱកាសខ្លួនឯងបង្កើតឱកាសខ្លួនឯងហើយលើពីនោះទៀតគឺមិនត្រឹមតែបង្កើតឱកាសខ្លួនឯងទេគឺបង្កើតឱកាសឲ្យអ្នកដទៃផងដែរដើម្បីចូលរួមអភិរក្សនិងអភិវឌ្ឍអបអរជាតិរបស់យើងទី4គឺស្មារតីស្ម័គ្រចិត្តយើងទាំងអស់គ្នាចង់ច្បាស់ហើយយើងមានចិត្តចង់ជួយសង្គមចង់ជួយពលរដ្ឋចង់ចែករំលែកបទពិសោធន៍ពីម្នាក់ទៅម្នាក់សំខាន់គឺថាជោគជ័យប្រកាសបទការនេះជោគជ័យដោយសារការហ៊ានលះបង់ដើម្បីគុណប្រយោជន៍រួមយុវជនទាំង3079នាក់ហ្នឹងបូកនឹងពិតណាស់3079នាក់បូកកំណត់សមត្ថកិច្ចចំនួន6000នាក់ទៀតចឹងបើថាក្រុមការងារប្រហែល9000នាក់ជាងតែយុទ្ធសាស្ត្រគឺ3079នាក់ហើយជោគជ័យនឹងសារការលះបង់ប្រកបលះបង់ការកម្លាំងកាយកម្លាំងចិត្តពេលវេលានិងអាចកងខ្លួនទៀតកងខ្លួនអ្នកខ្លះសុខចិត្តលះបង់ខ្លួនទៀតកងខ្លួនមួយចំនួនដើម្បីចូលរួមចែករំលែកធ្វើណាអភិការទៅបានជោគជ័យអត់បាយអត់ទឹកឈរថ្ងៃឈរព្រៀងដើម្បីឃើញការភាពញញឹមរបស់ពុកម៉ែជាមួយបងប្អូនគឺសប្បាយរីករាយអ្នកដែលចូលរួមក្នុងការហើយពេលឃើញភាពញញឹមហើយគឺកម្លាំងចិត្តមកដល់ហើយយើងថ្ងៃ16អីណាចប់ទៅថ្ងៃ17ស្លប់ដល់ខ្លួនដល់ខ្លួនមកដល់ថ្ងៃនេះក្រុមការងារខ្លះទៅសម្រាប់ឡើយហត់ទេសម្រាប់ឡើយណាខ្ញុំទៅដាក់ពីសម្រាប់ដែរទេទៅក្របពីសម្រាប់ដែរទេមួយទៀតគឺថាអូមានក្រុមខ្លះគាត់លួចទៅពេទ្យឲ្យមេគាត់ដឹងទេគាត់លួចទៅពេទ្យជាបាលខ្លួនឯងជួយសរោមកហើយមុខធ្វើការវិញដល់ពេលចប់កម្មវិធីបានប្រាប់ប្រធានដឹងពុំណាតែប្រធានដឹងហើយប្រធានអត់ឲ្យសម្រាប់ពេទ្យអត់ឲ្យធ្វើការឈានដល់ណាស់ទៀតតែអ្នកខ្លះក្រុមបង1ភ្លឺក្រុមបង3ភ្លឺឲ្យទៅធ្វើទេវតាខ្លះចឹងការលះបង់គឺលះបង់ច្រើនតែម្ដងហើយបុគ្គលម្នាក់សុទ្ធតែមានសំខាន់ស្ប៉ាស្តាគ្នាដើម្បីធ្វើប្រតិកម្មអង្គការបានជោគជ័យដូចជាសារភាពកាយរបស់ខ្លួនយើងចឹងយើងមានដៃយើងមានជើងមានភ្នែកមានច្រមុះទាំងអស់នេះហើយមានសារភាពកាយមានសរសៃឈាមមានឈាមបុគ្គលម្នាក់ដែលជាយុទ្ធសាស្ត្រចិត្តរបស់ប្រតិកម្មអង្គការមានសំខាន់ស្មើគ្នាក្នុងការធ្វើឲ្យប្រតិកម្មអង្គការបានជោគជ័យហើយយើងក៏ដាក់មានពាក្យហ៊ុនស្មារតីដើម្បីអភិវឌ្ឍប្រទេសជាតិយើងដើម្បីថែរក្សាអភិរក្សនិងអភិវឌ្ឍបទជាតិរបស់យើងដែលបានបន្សល់ទុកពីមុខបរិះចំនួនដើមរបស់យើងទី3ប្រការពលការជាប្រការរបស់ពួកយើងទាំងអស់គ្នាមានថាយើងរៀបចំប្រការពលការនេះយើងមានសម្បត្តិទេទាំងអស់គ្នាអាចចូលរួមបានក្រុមការងារអាចចូលរួមបានអាចចូលរួមដើម្បីចូលរួមចំណែកក្នុងប្រការពលការបានយ
យើងរៀបចំឲ្យអស់គ្នាដើម្បីទាំងអស់គ្នាឧទាហរណ៍2នៅក្នុងក៏លើកឡើងទៅពេលនេះទី1រឿងសំយ៉ាយើងបានបំបែកអតិកម្មក្នុងលោកសំយ៉ាប៉ុន្តែយើងមានដាក់ឈ្មោះថាសសយកលជាអ្នកទទួលអតិកម្មក្នុងទេយើងគិតថាជាអំណោយជាកដោដល់ប្រជាពលរដ្ឋខាត់សៀមរាបយើងពុះពីថាតើអ្នកណាជាតំណាងឲ្យប្រជាពលរដ្ឋអស់ស្លាកខេត្តសៀមរាបចឹងសសយកលរៀបចំមែនតែយើងសូមស្នើឲ្យមានការចូលពីស្លាកខេត្តដើម្បីដាក់ឈ្មោះថាស្លាកខេត្តសៀមរាបជាអ្នកបំបែកអតិកម្មក្នុងលោកបងសំយ៉ាចំនួន4.04តោនគឺ4040គីឡូវាទោះទៀតដល់3.2តោនតែដល់ពេលដំណើររីទៅគឺ4តោន40គីឡូគឺ40មួយទៀតគឺប្រកាសកោសកម្មយើងមានដាក់ឈ្មោះថាអង្គសាទរសរសេរកងអង្គសាទរមួយឆ្នាំថ្មីទេឈ្មោះថាអង្គសម្រាប់ហើយយើងក៏មិនទៅស្កង់សោះតែlogoសរសេរកងដល់អង្គសម្រាប់ច្រើនណាស់យើងប្រើlogoអង្គសម្រាប់ទាំងអស់នេះហើយគឺថាព្រឹត្តិការណ៍ដើម្បីអស់នេះអស់នេះចូលរួមមិនមែនបោះបុគ្គលឬក៏ស្ថាប័នណាមួយប៉ុណ្ណោះទេគឺផលយ៉ាងរួមអស់នេះមួយទៀតគឺថាធ្វើអ្វីៗអស់ចាយើងជាបុគ្គលថាcác bố những ai resortធ្វើការមានគ្រួសារព្រោះនៅក្នុងបានតែយើងអាចលើកnướcអាចធ្វើវិញអស្ចារ្យមួយខ្លួនឯងបានអស្ចារ្យសម្រាប់ខ្លួនឯងដើម្បីអស្ចារ្យសម្រាប់មនុស្សលោកឯងអស្ចារ្យសម្រាប់ខ្លួនឯងអស្ចារ្យសម្រាប់ឯងវាមាន level វាអាចខ្លាំងអាចគិតតែធ្វើឲ្យតែខ្លួនឯងដឹងថាខ្លួនឯងបានចូលរួមចំណែកក្នុងការអភិវឌ្ឍរបស់ប្រជាជាតិនេះហើយគឺជា legacy របស់យើងដើម្បីបន្សល់ទុកឲ្យយុវជនរបស់เราធ្វើអ្វីប្រតិបត្តិដើម្បីអស្ចារ្យឲ្យធ្វើការខ្លួនឯងបានធ្វើអ្វីវិញដើម្បីចូលរួមក្នុងសង្គមហើយពួកខ្ញុំការចូលរួមរៀបចំការប្រតិកម្មនេះខ្ញុំគិតថាជាការអស្ចារ្យរបស់ខ្លួនវិញដែលចូលរួមនេះបងដើម្បីចូលរួមធ្វើការប្រតិកម្មជាផ្នែកមួយនៃការប្រតិកម្មធ្វើដល់អន្តរជាតិចំពោះកត្តាទី5គឺថាការចេះបន់បែនទៅតាមលក្ខណៈប៉ុន្តែរៀបចំមួយខែគិតអត់អត់មាន schedule មាន action plan មានកត្តាផ្សេងអស់មែនប៉ុន្តែពេលអនុវត្តគឺមានកត្តាផ្សេងខ្លះដែលយើងមិនអាចគ្រប់ទុកដែលយើងមិនបានគិតទុកមុនតែសំខាន់គឺយើងត្រូវមានផែនការបំពុងទុកហើយនឹងអាចបត់បែនតាមលក្ខណៈដើម្បីប្រែកត្តាដែលជាផលអវិជ្ជមានកត្តាដែលជាផលប្រឈមទៅជាកត្តាដែលជាផលវិជ្ជមានទៅជាផលប្រយោជន៍របស់កិច្ចការរបស់យើងវិញពីពីការជីវិតតែជួបផលលំបាកសំខាន់វាឆ្លើយតបដូចខ្ញុំលើកឡើងមិនដែរចឹងខ្ញុំគិតថាចំពោះខ្ញុំនៅមិនដែរទេតែអ្វីដែលខ្ញុំឆ្លងកាត់ត្រឹមតែគូខ្ញុំទេគឺថាអ្វីខ្ញុំឃើញបទពិសោធន៍ត្រឹមតែគូខ្ញុំទេគឺថាជីវិតតែមានផលលំបាកសំខាន់ខុសគ្នានោះពីលោកអ្នកទៅលោកអ្នកគឺការឆ្លើយតបទៅផលលំបាកនោះថាតើយើងឆ្លើយតបដោយគំរូគំរើយឆ្លើយតបដោយមិនបានគិតគូរគ្រប់ជ្រុងជ្រោយឬក៏យើងព្យាយាមគិតគូរអត់គ្រប់ជ្រុងគ្រប់ជ្រោយហើយឆ្លើយតបតាមលក្ខណៈឆ្លើយតបដោយត្រឹមត្រូវដើម្បីបានជាផលប្រយោជន៍ของខ្លួនគ្រួសារសង្គមជាតិប្រជាជាតិនិងជាពុកលោកទាំងមូលទាំងដងហើយបទពិសោធន៍ដែលរួមនោះគឺថាការនិយាយស្រួលតែការធ្វើគឺខុសពីការនិយាយការលំបាកការលំបាកច្រើនណាស់ចឹងយល់ច្បាស់ណាស់ក្នុងការងារថាការនិយាយគឺស្រួលប៉ុន្តែការធ្វើការអនុវត្តគឺមានផលលំបាកតែទៅជាណាស់បានជោគជ័យកត្តាទី5គឺកត្តាទី6នោះគឺថាសារៈសំខាន់នៃការអភិរក្សនិងអភិវឌ្ឍរបស់ប្រជាជាតិឥឡូវនេះគឺជាសម័យវិហោពាណិជ្ជកម្មនិងជាសម័យបច្ចេកវិទ្យាទំនើបយើងមាន Facebook យើងមាន YouTube យើងមាន Instagram យើងមាន Twitter ជាការហូរចូលរបស់វប្បធម៌អន្តរជាតិរបស់ប្រទេសនោះមានច្រើនសំខាន់ថាយើងជាបុគ្គលជាប្រជាពលរដ្ឋខ្មែរជាយុវជនម្នាក់ក្នុងប្រទេសប្រជាកម្ពុជាយើងនេះយើងត្រូវស្វែងយល់អាស៊ីជម្រៅថាអ្វីដែលជាវប្បធម៌យើងអ្វីដែលជាទំនៀមទម្លាប់ជារិទ្ធិធម៌ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិយើងយល់ខ្លួនឯងច្បាស់ហើយយល់តសញ្ញាណចាំតសញ្ញាណរបស់ខ្លួនឯងច្បាស់ហើយទៅពីតែយើងឈានចូលទៅដល់សម័យសភាវងពាណិជ្ជកម្មនេះយើងមិនមកវិញយើងនឹងស្វែងរកថាអ្វីជារបស់យើងអ្វីជារបស់គេ
អ្វីជាល្អកត្តាល្អសម្រាប់របស់យើងអ្វីជាកត្តាល្អសម្រាប់របស់ប្រទេសបរទេសហើយយើងបន្តនោះមិនមែនតែត្រឹមតែនៅជាមួយគ្នាបានទេប៉ុន្តែសហការសាមគ្គីឯកភាពគ្នាដើម្បីរកកត្តាឈ្នះឈ្នះរបស់សាសនាប្រទេសរបស់បងប្អូននេះដើម្បីរស់នៅជាមួយគ្នាដើម្បីឯកភាពដើម្បីសាមគ្គីភាពដើម្បីសុខភាពសុខរំលាយរបស់ប្រជាពលរដ្ឋទូទាំងប្រទេសលោករបស់ណាមួយទៀតគឺការគប់ស្កាត់ហូរចូលមិនថតចម្លងអបធរឲ្យជំនាញពីបរទេសមានថាយើងមានគុណភាពរបស់ធររបស់យើងមានឫសគល់របស់យើងមានគុណភាពជាបានកសាងលោកជាហើយយើងទៅតែបងទីនេះហើយគឺថាបង្កើតខាងថ្មីដើម្បីឲ្យយុវជនមកក្រោយបានទទួលស្គាល់មួយទៀតយើងគឺជាអ្នកនាំសារវប្បធម៌ពីបុព្វបុរសជំនាន់មុនទៅយុវជនជំនាន់ក្រោយមានថាយើងមានកាតព្វកិច្ចដើម្បីស្វែងយល់ដើម្បីអភិរក្សនិងដើម្បីអភិវឌ្ឍវប្បធម៌យើងដើម្បីផ្ទេរចំណេះដឹងរបស់យើងនេះទៅដល់យុវជនជំនាន់ក្រោយដល់យើងទៀតបើយើងអត់ធ្វើយើងទេយុវជនជំនាន់ក្រោយនឹងបានមានឱកាសខាងនឹងអាចមានការស្មារតីក្នុងការស្វែងយល់ពីវប្បធម៌របស់យើងទៀតទំនើបកម្មជាសំខាន់ដើម្បីភាពតាក់ទាញពលយុវជនមានតម្រូវការមានចំណង់ខុសគ្នាពីចំនួនមួយទៅចំនួនមួយដូច្នេះបងប្អូនខ្លះទៅមានទំនើបកម្មដែលមានភាពតាក់ទាញដោយបងបានឃើញអញ្ចឹងចំពោះអុកយ៉ាយើងបានធ្វើអុកធំប៉ុន្តែឬគល់នៃអុកចក្រកច្បាប់អុកចក្រកគឺនៅដដែលយើងមានបាយទីព្រាត់យ៉ាដែលឬគល់ច្បាប់ទីព្រាត់ដដែលយើងមានអក្សរយ៉ាប៉ុន្តែវិធីចំណេះអក្សរគឺដដែលធ្វើលងមានដៃមានសឹកគេមានដណ្ដើមមានជ្រូកហើយទៅហុយដូចដាក់ដូចសំជ្រូកទៅហុយយើងទៅដូចសំជ្រូកដូចគូចំណាយចឹងគឺវាទំនើបកម្មក្នុងកម្រិតណាមួយដែលទៅថារិះគល់ក្នុងប្រព័ន្ធអរិយធម៌របស់យើងនៅកន្លែងមួយទៀតនេះគឺជា6កត្តាបែបនេះឡើយយើងមានអូផ្ទៃមួយទៀតប្រហែលជា2នាទីទេមុននឹងចូលដល់សទ្ធផលនេះគឺជាការសទ្ធផលរបស់ដោយការប្រកាសជារូបភាពទេសូមអាចារ្យជួយទៅ
ที่เราทานมันพอปัญหาติดโชว์ในชั้นสงสัยแต่หนักตัวเองบางครั้งที่ทางสปอร์ตพอลnhững cô nó là cô càng những bạn đặc trưng càng đến trong cái câu chuyện đó thì những bạn phải bạn được nó rồi mình tâm ta phải được nó thế ban lưng vậy là như tổng phòng việc trên thì vẫn làm thêm vui của công càng như trong cái cao của chúng ta mình tên bởi vì với tha mất phó không chưa bao nhiêu nữa mình càng chung bao nhiêu chân được chưa bao loạn được off near ដើម្បីអបអរសាទរទីបុណ្យជួយដើម្បីបរិយាកាសរបស់យើងក្នុងនាមជាមហាក្សត្រខ្មែរទាំងមួយបើយើងងាកមើលទៅលើវិស័យទេសចរណ៍vàសេដ្ឋកិច្ចឆ្នាំ2013លើកទី1ដែលយើងកម្មការកោនការយើងមានចូលរួមចំនួន 179,000 នាក់ឆ្នាំ2014ជាលើកទីរបស់យើងបានពុត2ដងច្រើនជាង2ដងទៀតគឺ 38,500 នាក់ហើយក្នុងនោះគឺយើងបាននាំមកនៅចូលក្នុងចំណងសេដ្ឋកិច្ចខាងសេដ្ឋកិច្ច$20 លានសហរដ្ឋអាមេរិកផងដែររីឯគោលសម្ការឆ្នាំ2015នេះយើងរំពឹងទុកថា50,000 នាក់ប៉ុន្តែឥឡូវការវិវត្តន៍របស់ក្រសួងទេសចរណ៍គឺឡើងដល់ជិត 98,000 នាក់ជិត1 លាននាក់ហើយចំណងសេដ្ឋកិច្ចចាក់ចូលចំណងសេដ្ឋកិច្ចខាងសេដ្ឋកិច្ចគឺ$60 លានសហរដ្ឋអាមេរិកមានមីងមួយដែលគាត់ទៅតូបមុខសាមគាត់និយាយមកសម្ភារគាត់សួរគាត់ថាមីងតើក្នុងរៀបចំក្នុងប្រកាសរដ្ឋការតើមានព្រៀបបីខ្លះគាត់ថាព្រៀបមន់បន្តិចជាង1000 បាល់ទេមន់បន្តិចជាង1000 បាល់ទេពេលចប់ប្រកាសរដ្ឋការយើងបានព្រៀបគាត់មកទៀតតែនេះមន់ដូចបានបានឯណាគាត់អូនអើយមន់ដូចបាន1300 បាល់1300 បាល់បើយើងគិតថាគាត់លក់មាត់មួយ$4 ឬ$5គេទៅប្រាប់$1,000ជុំក្នុងខោប៉ៅរបស់មិញម្នាក់ដែលយើងចាស់ទៅមួយមុខប្រសាទទៅវត្តចឹងចំពោះអ្នកអតីតទៀតអ្នកលក់រ៉ែមិញពូបើវាមកលក់របស់តិចលក់នៅមុខប្រសាទទៅវត្តក្នុងប៉ុននោះតើបានចូលណាពីចូល directly ទៅបើរបស់គាត់មួយទៅដល់មួយទៀតយើងបានជោគជ័យក្នុងការរំលឹកឡើងវិញពីមរតកបេតិកភណ្ឌអរូបីរបស់យើងនៅលើទីតាំងមរតកបេតិកភណ្ឌរូបីរបស់យើងនៅគឺនៅក្នុងឧទ្យានអង្គររបស់យើងតែម្ដងហើយយើងបានបង្ហាញថាយៈក្នុងនេះសូមទិញខុសទីតាមពិតយៈ7ទេយៈ7យៈអត់9 7គឺបំបែកអក្សរកម្មប្រទេសជាតិ2បំបែកអក្សរកម្មពិភពលោកយៈ7នេះខ្លះមានអង្រុតយៈមានមុខយៈស្ទាយតយៈសំក្រមមុខយៈអុកយៈទីពតយៈអនសំយៈហើយបំយៈបាទរត់មិនហើយច្រើនពេកអត់ច្រឡំដែរហើយនឹងបានរីសតហ្នឹងហើយគឺ2015នេះ2015នេះបំបែកអក្សរកម្មយើងយើងបំបែកអក្សរកម្មពិភពលោកចំនួន2គឺអក្សរយៈចំនួន4,040និងបានរីសតរួមចំនួន2015នេះ2015នេះដែលបងឃើញវីដេអូមិញហើយគឺថាការហាត់សមហើយការជួបជុំកាន់តែយូរតាមវិស័យណា2015នេះចឹងថាបើនេះណាមានអ្នកខ្លះមានតម្លៃថាតើចំណាយច្រើនណាស់ចំពោះសំយៈប៉ុន្តែយើងគិតទៅវិញថាចំណាយប៉ុណ្ណឹងដាក់ទុំជាតិប្រទេសយើងនៅត្រាកំណត់ត្រាលោកបំបែកអក្សរកម្មពិភពលោកអ្នកណាចង់បំបែកអក្សរកម្មនេះត្រូវមើលសៀវភៅរបស់កំណត់ត្រាពិភពលោកឃើញថាប្រជាកម្ពុជាជាអ្នកកាន់ record ឥឡូវពីមុនណាទៀតជាលើកមួយជាឆ្នាំពីទៀតមកផ្សាយទៀតហើយយើងបានផ្សព្វផ្សាយទៅលោកទលេពីវប្បធម៌របស់យើងគឺយើងបានផ្សព្វផ្សាយអង្គសង្ការនៅលើប៉ុស្តិ៍ទូរទស្សន៍ CNN និង CNN តែនោះជាបានថាការក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយប៉ុស្តិ៍អង្គសង្ការនៅប៉ុស្តិ៍ CNN អរដែរហើយមានរដ្ឋបាលផ្សេងៗទៀតដែលច្រើនលើកឡើងគុំម្ដងមុននោះគឺថាបានជួបគុំអស់បានសម្បត្តិផងមួយទៀតបញ្ហាប្រឈម
ច្បាស់ហើយការរៀបចំទៅការនេះនឹងមានបញ្ហាប្រឈមហើយបញ្ហាខ្លះដែលយើងអាចគម្រោងទុកមុនហើយបញ្ហាខ្លះដែលយើងមិនអាចគម្រោងទុកមុនអញ្ចឹងចំពោះសារៈសំខាន់គឺបែបបកតាមបែបបកតាមលក្ខណៈអញ្ចឹងយើងត្រូវមានគម្រោងទុកក៏ដូចជាប្រែបញ្ហាប្រឈមនោះទៅជាផលវិជ្ជមានដល់យើងវិញអញ្ចឹងត្រូវត្រៀមខ្លួនតាមលក្ខណៈអញ្ចឹងមួយទៀតនោះគឺថាបញ្ហាទីមួយគឺក្នុងការងាររបស់ប្រការកោសកម្មអស់គឺជាយុទ្ធសាស្ត្រចិត្តចឹងក៏មានភារកិច្ចនៃការងារផ្សេងៗដល់លើទៀតជាពេលវេលាគឺមានកម្រិតប៉ុន្តែនេះគឺជាឧទាហរណ៍ដ៏ល្អដ៏ជាក់លាក់ថាការស្ម័គ្រចិត្តគឺនាំមកនៅជាមួយការទទួលខុសត្រូវការទទួលខុសត្រូវរបស់ពលរដ្ឋមួយនិងបែងចែកពេលវេលារបស់ខ្លួនដើម្បីទទួលខុសត្រូវក្នុងការងារដែលខ្លួនទទួលទី2បញ្ហាហិរញ្ញវត្ថុដោយសារយើងមិនធ្វើការផ្ទាល់ខ្លួនដើម្បីចំណាយពីប្រការរបស់ទេជាងនេះទៅមានការសហការពីសប្បុរសជនពីវិស័យឯកជនដូច្នេះយើងត្រូវ depend លើបុគ្គលធ្វើបទបង្ហាញរបស់យល់ពីសកម្មភាពនេះតែសូមអរគុណគាត់ដែរគឺវិស័យឯកជនអស់អ្នកចូលរួមសប្បុរសជនអស់ព្រោះថា3ឆ្នាំហើយគាត់នៅគ្រប់គ្រងដែរជាងបង្ហាញពីថាការចំណាយដល់តម្លាភាពការចំណាយដល់ត្រឹមត្រូវរបស់សសរយុទ្ធទី3គឺបញ្ហាសន្តិសុខនិងចរាចរណ៍សន្តិសុខគឺជាអត្ថប្រយោជន៍ចម្បងក្នុងការរៀបចំព្រឹត្តិការណ៍កោសកម្មនេះយើងអាចគួរបង្ហាញនៅអ្វីកើតឡើងទេដោយបងសន្តិសុខបានលើកឡើងថាយើងប្រជុំអង្គសម្រាប់ហើយប៉ុន្តែមានចៅទៅគេប្រជុំថារបៀបមួយគឺមិនដែរអញ្ចឹងយើងអាចប្រជុំមានចាក់ឧស្សាហកម្មគ្នាដែរអញ្ចឹងមួយទៀតនោះគឺចរាចរណ៍យើងបានសម្រួលទៅវិញគឺថាទៅខោទ្វារទលេអ៊ំចង់គឺតែវត្តវេប៉ុន្តែទៅមកបានទេទៅដល់មកដល់ដូច្នេះគឺយើងបានសម្រួលផ្លូវផ្សេងៗទៀតដើម្បីសម្រួលចរាចរណ៍រីបន្ថែមចំណងចតនិងសហការជាមួយប្រជាពលរដ្ឋនៅទីក្រុងនោះដើម្បីឲ្យគាត់មានបង្កើនកន្លែងចំណងរថយន្តសម្រាប់អូហើយនឹងយកតម្លៃក្នុងអ្វីដែលឯកភាពសមរម្យមួយមិនអាចយកគូហេតុបានទេមួយទៀតគឺបរិស្ថានអញ្ចឹងគឺថាដោយសារមុខប្រចាំពលរដ្ឋគឺជាអង្គមិនមែនជាថាទីដាច់ថាមួយរៀននេះក្នុងរយៈពេល3ថ្ងៃទេអញ្ចឹងតែបញ្ហាបរិស្ថានក្នុងសម្រាប់មានកំណត់ប៉ុន្តែការចោលសម្រាប់ក៏មានកំណត់ដែរតែខ្លះដាក់សម្រាប់នៅចិត្តក្នុងសម្រាប់អត់ដល់បែបតែអត់និយាយដល់សម្រាប់ទេប៉ុន្តែនេះគឺជាកត្តាមួយផ្សេងទៀតតែវិជារៀបរបស់ឆ្នាំប្រការយើងគឺធ្វើថ្ងៃ14 15 16ថ្ងៃទី17យើងចូលរួមពីយុទ្ធសាស្ត្រទាំងអស់ដើម្បីសម្រាប់ប្រធាន17គឺយើងដើរទៅប្រធានបទមានជំនួយដើម្បីសម្រាប់ប្រធាន17ព្រឹកហើយ17ល្ងាចបាននេះគឺជម្រាបអរគុណមួយទៀតបញ្ហាម្ហូបអាហារសាក់នៅឆ្នាំនេះបើតាមព័ត៌មានគឺថាសូម្បីឡានតាក់ស៊ីឡានក្រុងទៅសៀមរាបបំពេញហូតែលទស្សនៈបំពេញចឹង3000នាក់3009នាក់របស់យើងថានេះត្រូវការកក់ហូតែលមុនរៀបចំម្ហូបអាហារត្រូវកក់មុនត្រូវរៀបចំមានចុងភៅទៅព្រោះថាអ្នកលោកនៅផ្សារដូចបរិស័ទឆ្នាំ2014ក៏លោកផ្សារគាត់ថាគាត់ចូលរួមអបអរសាទរមុនកូនស្រាដែរចឹងក៏អត់ទៅលោកផ្សារអត់សាច់តែចឹងឆ្នាំ2014យើងត្រូវទិញសាច់ពីខេត្តជិតខាងតែបើយកមកធ្វើម្ហូបឲ្យយុទ្ធសាស្ត្ររបស់យើងតែឆ្នាំ2015យើងកែសម្រួលឲ្យតាមផ្នែកទីទទួលខុសត្រូវមួយទៀតគឺតំបន់ជាអង្គជាតំបន់ទីសការៈយើងចង់ធ្វើឲ្យដឹករែងចង់ធ្វើឲ្យមានតាក់ទាញប៉ុន្តែមិនអាចបំពេញបានទេនេះគឺជាតំបន់ទីសការៈជាអ្វីៗធ្វើគឺត្រូវមានកម្រិតអ្វីធ្វើទៅតាមមុខធម៌តាមអ្វីធម៌សូម្បីតែខ្សែកិច្ចកម្មរបស់វិស័យឯកជនក៏នៅមានកម្រិតដែរមិនអាចដាក់ផ្លាស់ធំនៅមុខតាមនៅទីការអត់ទេហើយការប្រជុំយ៉ាងហោចណាស់8ម៉ោងយ៉ាងយូរ12ម៉ោងជាងមានប្រជុំចុងក្រោយ12ម៉ោងជាងពីព្រឹកដល់យប់12ម៉ោងជាងមួយទៀតចាក់វិស័យទៅអនាគតចាក់ទៅអនាគតនេះយើងបានចង់ប្រែក្លាយកម្មបន្តទៅជាថាឲ្យវិសាលភាពធំធេងមួយទៀតជាប្រកាសជាតិអន្តរជាតិមួយដើម្បីឲ្យមជ្ឈដ្ឋានជាតិអន្តរជាតិទទួលស្គាល់ចូលរួមបន្ថែមទៀតយើងចង់បំផុសចលនាឲ្យជនខ្មែរចូលរួមលើកបង្កើននិងបង្ហាញឆន្ទៈស្នេហាសិល្បៈរបស់ខ្លួនហើយយើងចង់ផ្លាយវិទ្យាកម្មជា platform មួយសម្រាប់ជនគ្រប់ចំណង
យុវជនចាស់ទុំសន្យាចូលរួមបង្កើតសាដៃចូលរួមបង្ហាញសន្តិភាពដើម្បីបង្កើតសាដៃទុកជាមរតកឲ្យយុវជនរបស់เราហើយមួយទៀតគឺនឹងបន្តសូមការចូលរួមពីក្រសួងវិស្វកម្មអង្គភាពវិស័យឯកជនសម្រាប់ជនផ្សេងៗជនស្ម័គ្រចិត្តឬជាមហាជនចូលរួមគ្រប់គ្រងមុននឹងចូលដល់កតាកិច្ចរបស់យុវជនខ្ញុំមានប្រតិមួយទៀតទេ2នាទីវីដេអូចុងក្រោយហើយយើងសូមតែទស្សនានេះ đọc tí ở dưới không? Rồi mình xuống ở đây hả? Đi bằng học tí. Chứ là song khăn cái thang trong cái này nó tin cần ta một cái gọi dụng cưng của một toàn diện. Ông cô song khăn chụp tất cả với chụp hai cuối này bọn to song to chát bay to drop một pro rồi bọn bridge chắc cầm thì gì mình con ở đây còn xây dựng đây chỉ cần đến mũi này đây hai cái ca liên bỏng ca chui đi từ bên trong bộ đây mình cái con sập vào đây tha ca áp thử đấy áp thử quát lên sĩ vị con co đây con bao nhiêu công nghiệp thầy dương kịch mai thành quỳ mà là có tình quỳ khi mũi làm cái ta cái quân tôi đi cái ta qua một kho rồi lúc trên rồi lì qua kho quân lý trên bàn cam trong chuyên tha và bom bàn vô ai bàn lư vì bị chặt thì dù chặt đau hẳn mũi cái tha cả ra cái con dùng trước thì mũi cái tha từ xoay vô còn thay si cầm rơi nông ta xem đây một vòng gió ở đây của Sasna của những đồng học chiến của thầy này là một bài những nhưng cái tham nhiên trăm từng chiến sẵn khăn là bây trong các con
រហូតដល់ការផ្សព្វផ្សាយទីមួយគឺថាយើងទៅស្វែងយល់តើស្វែងយល់អ្វីទៅតែជាវប្បធម៌របស់យើងទីពីរយើងត្រូវឲ្យតម្លៃពេលស្វែងយល់ឲ្យតម្លៃពេលយើងឲ្យតម្លៃហើយទើបយើងស្រឡាញ់វប្បធម៌អរិយធម៌របស់យើងរបស់ជាតិខ្មែរយើងបន្ទាប់ពីយើងស្រឡាញ់ហើយបើយើងការពារបន្ទាប់ពីការពារហើយបើយើងឈានដល់ផ្សព្វផ្សាយឥឡូវនេះចំនួននេះយើងលែងអំពីថាការ survival ហើយគឺការដល់ការពារផ្សព្វផ្សាយសាបព្រោះវប្បធម៌ខ្មែរយើងមិនត្រឹមក្នុងស្រុកទេក្នុងឆាកអន្តរជាតិផងដែរទីពីរគឺថាការពារស្នាដៃចាស់និងបង្កើតស្នាដៃថ្មីបន្ថែមទៀតប៉ុន្តែប្រការអង្គសង្គ្រាមមិនអាចប្រព្រឹត្តទៅបានបើមានការគ្រប់គ្រងពីរដ្ឋាភិបាលពីស្ថាប័នពាក់ព័ន្ធពីក្រសួងពីសុប្រជនពីវិស័យឯកជនពីសមាជិកកម្លាំងសិទ្ធិកម្លាំងសម្រាប់បុគ្គលអស់ទេសំខាន់គឺមានស្ថិរភាពសន្តិភាពនិងការអភិវឌ្ឍខ្ញុំមិនបានកើតក្នុងរបបបលែងចាស់ពុទ្ធទេតែខ្ញុំបានអានឯកសារហើយខ្ញុំបានស្រាវជ្រាវបានវីដេអូបានមួយហើយខ្ញុំបានវិនិច្ឆ័យថាសន្តិភាពយើងមិនអាចធ្វើអ្វីបានបើយើងគ្មានសន្តិភាពទេសន្តិភាពគឺជាអ្វីៗទាំងអស់ប៉ុន្តែសន្តិភាពអាចបែកបាក់នៅក្នុងបំពេញផ្នែកបើយើងមើលឧទាហរណ៍ដូចស្រុកយូក្រែនស្រុកស៊ីរីយ៉ាស្រុកលីប៊ីយ៉ារដ្ឋាភិបាលនេះយើងមានសាលារៀនសូត្រយើងមានមន្ទីរពេទ្យដើម្បីសុខភាពយើងមានមហូបនៅលើតុយើងមានពូម៉ាស់ដើម្បីអត់តម្លៃដើម្បីស្រឡាញ់យើងមានគ្រួសារដើម្បីមើលថែរក្សាយើងមានសង្គមយើងមានប្រទេសជាតិដើម្បីឲ្យតម្លៃដើម្បីការពារដើម្បីសន្តិភាពដូច្នេះយើងត្រូវការបន្តការពារស្នាដៃចាស់ដែលជាពេទ្យបរិសុទ្ធដែលថាតំណពីមុនមកសតរបស់យើងសុខសន្តិភាពទេយើងនឹងអភិវឌ្ឍនេះបន្តទៅទៀតទី3យើងគំសួររយថាតើប្រទេសជាតិអាចផ្ដល់អ្វីទៅយើងគួរសួររយថាតើយើងអាចផ្ដល់អ្វីទៅប្រទេសជាតិបានមិនត្រឹមតែទេយើងគំសួរគ្នាយើងគំសួរបងប្អូនយើងថាគាត់បានធ្វើអ្វីឲ្យប្រទេសជាតិយើងគួរសួរខ្លួនឯងថាខ្លួនឯងអាចធ្វើអ្វីប្រសើរជូនដល់ប្រទេសជាតិជាងអ្នកដទៃឥឡូវនេះយើងប្រហែលជាចង់ធ្វើឆ្លើយប្រទេសជាតិប៉ុន្តែយើងប្រហែលមិនទាន់មានអត្ថប្រយោជន៍ធ្វើអ្វីទៅចំណងនេះបានទេប៉ុន្តែយើងធ្វើអ្វីដែលអាចធ្វើបានមួយជំហានម្ដងទី4គឺថាត្រូវជឿទុកចិត្តលើអនាគតរបស់ខ្លួនអនាគតរបស់ខ្ញុំនិងអនាគតរបស់ប្រទេសជាតិយើងត្រូវជឿជាក់លើខ្លួនឯងថាខ្លួនឯងមានអនាគតគឺស្វាសង្គមអស់mikro 2សង្គមមានអនាគតគឺស្វាងប្រទេសជាតិមានអនាគតល្អសម្រាប់ខ្លួនសម្រាប់គ្រួសារសម្រាប់ប្រជាពលរដ្ឋទាំងអស់នៅក្នុងទូទាំងប្រទេសត្រូវជឿជាក់ហើយត្រូវសង្ឃឹមទី5អ្វីខ្ញុំមានសូត្រតើមុនមកគឺថាមិនត្រូវលះបង់ការងារទេបើយើងទទួលការងារហើយត្រូវពុះពីប្រវត្តិដើម្បីការងារបានជោគជ័យជាក់ស្ដែងកាលឆ្នាំ2013 2014ខ្ញុំគាត់តែជាប្រធានអបែកជាប្រៃនិងបាច់គុណរបស់កតោពេលនោះខ្ញុំគិតថាការងារខ្ញុំច្រើនអស់ហើយខ្ញុំអត់អាចធ្វើទីបានទេ2015ខ្ញុំបានធ្វើជាប្រធានក្រុមការងារប្រតិបត្តិនៃប្រកាសអង្គការពេលនោះបាទខ្ញុំមើលបកក្រោយវិញថាអូតាមពិតការងារបែបយើងអីរបស់កតោមិននេះសោះប៉ុន្តែពេលដែលខ្ញុំកំពុងតែធ្វើការឲ្យក្រុមការងារប្រតិបត្តិនេះខ្ញុំវិបបោះចោលការងារ4ដងមានន័យថាខ្ញុំគិតថាខ្ញុំអត់ទៅរួចទេចំនួន4ដងក្រុមការងារនេះដែលមានតារាស្ពឿនក្រុមការប្រតិបត្តិក្នុងនេះសូមងើបចូលមកឲ្យស្គាល់បន្តិចខ្ញុំគិតឡើងចេញហើយខ្ញុំដូចថាចង់លះបង់ចោលទៅព្រោះតែគិតថាខ្លួនឯងអាចទៅទីបានទេប៉ុន្តែដោយសារមានការលើកទឹកចិត្តពីបងប្អូនរបស់នេះខ្ញុំបានពុះពីប្រចាំដើម្បីធ្វើឲ្យការងាររបស់ខ្ញុំបានជោគជ័យហើយឥឡូវនេះពេលដែលមើលក្រៅវិញថាការងារខ្ញុំបានធ្វើឲ្យខ្លះកំពុងឆ្លងឲ្យខ្លះគូកែសម្រួលឲ្យខ្លះពេលមើលមកខ្ញុំថាអូ
ការងារតាមទៅពីសោះកតាទៅនេះសំខាន់ទៅនេះកំហុសទៅនេះគួរការជំនួសទេជានេះគឺការអនុវត្តខ្លួនយើងគឺមិនត្រូវតែពុកពីកំសាន្តដើម្បីជោគជ័យការងារមួយទៀតយើងត្រូវជឿជាក់ហើយសង្ឃឹមខ្លួនឯងជឿជាក់ថាខ្លួនឯងអាចធ្វើបានសង្ឃឹមថាខ្លួនឯងធ្វើបានជោគជ័យបើយើងអត់ជឿជាក់យើងអត់សង្ឃឹមទេជោគជ័យមិនមាននៅមុខយើងទេទី3គឺថាជំរុញខ្លួនឯងដូចជាមិនជំរុញខ្លួនឯងយើងអត់មានលីមីតទេការរៀនសូត្ររាល់ថ្ងៃបន្តរៀនសូត្រមិនចេះធំហើយយើងមិនមានកំណត់ថាយើងចេះតែប៉ុណ្្នេះទេយើងពិវត្តខ្លួនឯងជារៀងរាល់ថ្ងៃយើងត្រូវប្រឹងប្រែងឲ្យខ្លួនយើងជាបុគ្គលល្អជាបុគ្គលដែលយើងពីម្សិលនេះគឺត្រូវពិវត្តខ្លួនឯងរហូតដល់មុខទៀតមួយទៀតគឺយកបរាជ័យជាមេរៀនអ្នកណាក៏ជួបតែបរាជ័យប៉ុន្តែសំខាន់ខុសពីរវាងអ្នកដែលជោគជ័យនិងបរាជ័យនោះគឺថាអ្នកដែលជោគជ័យយកពីបរាជ័យជាមេរៀនជាបទពិសោធន៍ដើម្បីអភិវឌ្ឍខ្លួនជួបបរាជ័យប៉ុន្តែមិនអស់ទឹកចិត្តឈ្មោះទៅមុខគឺនៅដដែលសូមព្យាយាមទៅមុខទៀតទៅងើបឈរដើរទៅមុខទៀតមួយទៀតគឺថាសំខាន់នោះគឺថាទោះបីយើងឆ្លាតយ៉ាងណាមានអ្វីៗគ្រប់យ៉ាងដើម្បីជួយប្រទេសជាតិក៏ដោយប៉ុន្តែបើយើងអត់ខំប្រឹងប្រែងធ្វើការទេគឺអ្វីៗក៏មិនទៅមុខដែរគឺទៅហើយពីដៃគឺមិនអាចទេត្រូវខិតខំគ្រប់ពុំទៀតដើម្បីខិតខំធ្វើការអ្វីដែលអាចខំទៅបានមួយទៀតនោះគឺមេរៀននៃជីវិតដែលខ្ញុំតែងតែរឿយនិយាយទៅជនដែលខ្ញុំជាសមាជិកនោះគឺថាជីវិតមិនមែនជាសៀកហើយជីវិតមិនមែនជាសិលកំពុតអីយ៉ាងទេជីវិតតែងតែមានផលលំបាកមានភាពជឿជាក់មានភាពអែមហែមសំខាន់គឺតែឆ្លើយតបគិតគូរឲ្យលោកប្រឡាក់សាក់ដើម្បីឆ្លើយតបហើយខ្ញុំគិតថាជីវិតគឺដូចជារឿងនិទានមួយចឹងហើយយើងគឺជាអ្នកនិពន្ធយើងកំពុងតែនិពន្ធរឿងនិទានមួយនោះរបស់ខ្លួនតែយើងកំពុងនិពន្ធរឿងនិទានដល់ជូរចត់ដែលយើងគិតដំណងដល់ចង់អាននិងចង់ចាក់អារម្មណ៍ឬក៏យើងចង់និពន្ធរឿងមួយដែលជួយដល់ប្រជាជាតិអភិរក្សអភិវឌ្ឍរបស់ប្រជាជាតិដែលសុខសន្តិភាពស្ថិរភាពនៃការអភិវឌ្ឍនោះស្រាប់តែយើងប៉ុន្តែសំខាន់យើងត្រូវចងចាំថារឿងសេចក្តីចង់របស់រឿងទៀតយើងគឺជាសេចក្តីដើមរបស់រឿងទៀតយុវជនជំនាន់ក្រោយពួកខ្ញុំបានសរសេរកសការចូលរឿងទៀតទៅបានហើយខ្ញុំជាបុគ្គលម្នាក់នៅក្នុង3079អ្នកដទៃទៀតហើយខ្ញុំមានមោទនភាពដែលជាសមាជិករបស់សហភាពសហព័ន្ធយុវជនកម្ពុជាហើយខ្ញុំមានមោទនភាពដែលជាសមាជិកម្នាក់ដើម្បីចូលរួមជួយគាំទ្រប្រកាសដើម្បីយុវជនហើយខ្ញុំមានតែប៉ុណ្្នេះទេហើយសូមអរគុណដល់កិច្ចការរបស់ហើយពុកម៉ែបងប្អូនហើយលោកអរគុណអរគុណចំពោះនេះខ្ញុំអាចស្នើបានប្រកាសអង្គការស្មារតី6យើងមាន Facebook ហើយមាន website របស់អង្គការ Facebook គេដាក់អង្គការទីមកមានហើយសូមខ្មែរសូមអង់គ្លេសហើយ website របស់អង្គការក៏យើងមានដែរអញ្ចឹងអាចបានសូមឲ្យអរគ្នាអាចចេញមតិយោបល់ថាតើអង្គការ2006ឬក៏វិតម្លៃរបស់ប្រកាសអង្គការ2015តែគាត់ហាក់កន្លែងណាហើយ2016តែអស់គ្នាចង់ឃើញអ្វីក្នុងប្រកាស2016ហើយទោះបីជាគោលការណ៍នេះគឺកន្លែងដែលជួយជាយោបល់ដើម្បីជាការពិធីមុនប្រកាស2016នេះជាការចូលរួមចំណែកសំខាន់ហើយអញ្ចឹងសូមចូល Facebook ប្រកាសអង្គការអាចឲ្យ comment ហើយឲ្យជាយោបល់ដើម្បីអង្គការផងបាទសូមអរគុណហើយមានពេលសម្រួលអត់ទេចាដោយសារលើសកម្មវិធីអញ្ចឹងសូមអូខេចាអញ្ចឹងខ្ញុំហៅពេលស្រួលទេខ្ញុំប្រហែលសុំទោសបងណាសុំទោសបងប្រុសអាចនិយាយមិនបន្តបងអាចអញ្ចឹងសូមអរគុណអរគុណចាចាអរគុណអញ្ចឹងយើងចូលមកវិញឥឡូវសម្រាប់កម្មវិធីសម្រាប់ភេសជ្ជៈនិងអាហារសម្រន់15នាទីក្រោយយើងចូលមកវិញ